បើសិនវិញខ្ញុំឃើញបងប្អូនប្រជាជនហាស៊ីសេរីគាត់ដាក់ឃើញសសយកក្រុងរៀបអង្គរសង្ក្រាន្តខែ4មានបងប្អូនប្រជាជនអ្នកនៅក្រៅប្រទេសហើយហាស៊ីសេរីសម្ភាសថាធ្វើនឹងខាតប្រយោជន៍អត់បានការអីទេចំណាយលុយអត់ប្រយោជន៍ពេលប្រជាពលរដ្ឋក្រីក្រទស្សនៈរបស់បងប្អូនដែលលើកទៅខ្ញុំទទួលប៉ុន្តែខ្ញុំក៏មានទស្សនៈជ្រុងមួយផ្អែកទៅលើជាក់ស្ដែងបើបងប្អូនទៅសួរអ្នកសៀមរាបអ្នកដែលលក់នៅក្នុងផ្សារសៀមរាបអ្នករត់ pass up អ្នករត់កង់3អ្នកលក់ដូរនៅផ្សារប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបនៅជុំវិញសៀមរាបដែលពឹងផ្អែកលើវិស័យទេសចរណ៍ដែលយើងធ្វើអង្គរសង្ក្រាន្តនេះសួរគាត់សុបាយចិត្តទេព្រោះខ្ញុំទៅផ្ទាល់គាត់សុបាយអត់មានពីណាមិនចង់ទេព្រោះនាំមនុស្សទៅឥឡូវអូតែលនៅក្នុងខ្ញុំឮថាកក់ពេញអស់ហើយអ្នកកក់មិនស្រួលបានអូតែលផ្កាយ1000ដូចខ្ញុំនិយាយចឹងព្រោះឥឡូវអូតែលប្រហែលកក់មិនតាន់គេឥឡូវអស់ផ្កាយ1000បាននៅក្រៅកន្ទិលគេងទៅខែនឹងមើលទៅលើឃើញផ្កាយ1000សួរថាតើមានការចាំបាច់ទេការរៀបចំនេះគឺដើម្បីបង្កើតព្រឹត្តិការណ៍ទេសចរណ៍កាលយើងមិនសូវមានគេវាយតម្លៃថារដ្ឋាភិបាលអត់មានគោលនយោបាយបង្កើតព្រឹត្តិការណ៍ទេសចរណ៍តាក់ទាញឥឡូវយើងរៀបចំបែបនេះដើម្បីអីបើសិនជាអ្នកសៀមរាបគាត់មិនចង់បានប្រជាពលរដ្ឋនៅជីវភាពរស់នៅដើម្បីលើកកម្ពស់ជីវភាពរបស់គាត់ខែដែល low season ឥឡូវទៅមើលមនុស្សច្រើនតែយើងធ្វើយ៉ាងម៉េចឲ្យលំហូររវាងកម្រិតរវាងខែដែលមនុស្សច្រើននិងខែភ្លៀងព្រោះនៅអាស៊ីយើងខែភ្លៀងមិនសូវគេមកតែយើងហៅខែ low ខែ green នោះហើយវាចំពេលហ្នឹងដែលខែវ៉ាកងស្រុកគេអញ្ចឹងគេដើរនៅអឺរ៉ុបដើរអីច្រើនខែក្តៅនៅស្រុកគេអញ្ចឹងយើងទាញមនុស្សមកតែយើងធ្វើឲ្យសិក្សាមើលនៅថៃនៅវៀតណាមដូចគ្នារវាងខែខ្ពស់ហើយខែហ្នឹងកម្រិតប្រហែលជា20ទៅ30%ដែរអញ្ចឹងយើងគោលដៅធ្វើម៉េចយើងនៅរៀងកម្រិតខ្ពស់បន្តិចដើម្បីឲ្យប្រទាបនឹងយើងបង្កើតព្រឹត្តិការណ៍ឲ្យច្រើនអញ្ចឹងសៀមរាបអង្គរនេះគឺព្រឹត្តិការណ៍អង្គរនេះមិនមែនធ្វើជំនួសព្រឹត្តិការណ៍អង្គរសង្ក្រាន្តទូទាំងប្រទេសទេព្រឹត្តិការណ៍សង្ក្រាន្តទូទាំងប្រទេសទេនៅទូទាំងប្រទេសទាំងខេត្តរាជធានីក៏នៅរៀបដែររាល់ឆ្នាំបាទប្រជាពលរដ្ឋមិនមែនទៅសៀមរាបទាំងអស់ទេប៉ុន្តែយើងបង្កើតនេះទៅអញ្ចឹងការរៀបចំវិស័យទេសចរធ្វើយ៉ាងណាព្រោះរដ្ឋាភិបាលយើងគ្រប់ជ្រុងជ្រោយទាំងអស់គ្រប់វិស័យទាំងអស់ក្នុងពេលតែមួយមិនល្អអត់ខ្ចោះទេយើងត្រូវមើលខ្លួនឯងចំណុចណាដែលបងប្អូនគាត់មានការលំបាកដោះស្រាយបាទកសិកម្មធនធានទឹកអវត្តជនបទវិធីយ៉ាងម៉េចឥឡូវឆ្នាំទៅស្រូវខ្ពស់ប្រជាពលរដ្ឋគាត់អត់វត្តគាត់និយាយរឿងទេសចរឥឡូវដល់ពេលស្រូវមួយចំនួនប្រភេទណាខ្លះរៀបចំជាសហគមន៍យ៉ាងម៉េចដើម្បីកាត់បន្ថយតម្លៃនាំចូលអគ្គិសនីត្រូវជួយយ៉ាងម៉េចដើម្បីទម្លាក់ថ្លៃបូមទឹកយ៉ាងណាធនធានទឹកត្រូវទៅកាយបន្លាយបូមទឹកធ្វើយ៉ាងណាយើងធ្វើបន្លាយមេប្របានចំណាយអស់រាប់រយលានដុល្លារឆ្នាំ2ឆ្នាំនេះដើម្បីយើងធ្វើបន្លាយមេស្រោចស្រពប្រព័ន្ធស្រោចស្រពយ៉ាងណាឲ្យកាន់តែច្រើនយើងធ្វើបានច្រើនហើយនៅទូទាំងប្រទេសប៉ុន្តែក៏នៅខ្វះច្រើនយើងនឹងបន្តទៀតដើម្បីឈានចឹងវិស័យទេសចរព្រឹត្តិការណ៍អង្គរសង្ក្រាន្តទេឥឡូវយើងកំពុងតែរៀបចំដាក់សង្ក្រាន្តយើងនៅក្នុងចុះបញ្ជីបេតិកភណ្ឌពិភពលោកបាទឈ្មោះអីនោះខ្ញុំនឹងយើងបានរៀបចំឯកសារនឹងរុញឲ្យព្រោះឆ្នាំទៅយើងចុះកម្មាខ្មែរចូលក្នុងមន្ទីរបេតិកភណ្ឌហើយសម្លៀកបំពាក់ពីឥឡូវយើងត្រូវរុញបន្តទៅទៀតដើម្បីរួមគ្នាអបអរសាទរបង្កើតព្រឹត្តិការណ៍មិនត្រឹមតែសប្បាយរីករាយនោះទេបងប្អូនខ្លះឃើញគាត់ថាយើងបង្កើតព្រឹត្តិការណ៍នេះដើម្បីពង្វក់យុវជនកុំឲ្យគិតគូរពីរឿងសង្គមទៅចេះចេះឆ្កយទៅហើយចូលឆ្នាំមកយើងមិនអបអរសាទរយើងធ្វើអីហើយសួរថាការរៀបចំនេះដើម្បីបង្ហាញអីបាទបងប្អូនខ្លះឃើញគេសម្ភាសមកអ្នកវិភាគជំនាញមួយនោះដែលវិភាគគ្រប់មុខនោះគាត់ថាហើយគេនិយាយនោះគាត់ថាអានឹងគឺដើម្បីបង្កើនប្រជាប្រិយភាពតកូលហ៊ុនទៅជាអញ្ចឹងឆ្កៃគ្រាន់តែឯកឧត្តមហ៊ុនម៉ាណីគាត់រៀបហើយមិនមែនតែរៀបឆ្នាំនេះទេសយកគេរៀបតាំងពីយូរមកហើយរៀបនេះនៅព្រឹត្តិការណ៍នោះអត់មានដាក់រូបខ្ញុំរូបស្អីទេគឺរៀបចំគ្រប់កន្លែងទាំងអស់មានតែបង្ហាញពីប្រពៃណីវប្បធម៌របស់យើងទាំងឯងគ្រាន់តែហ៊ុនម៉ាណីជាប្រធានយកហើយមានសមាជិករាប់ពាន់នាក់រាប់ម៉ឺននាក់អស់ដែលធ្វើរាប់ពាន់ចុះតែធ្វើទៅ
បាទមានអេដាមឧបៈបាទជាច្រើនដែលសមាជិកសសយកទៅផ្សាយសំអល់សសកាទាសីហាផ្សេងតាំងពីគេធ្វើតាំងពីគេនៅយុវជននោះឥឡូវក៏នៅបន្តទៀតតែធ្វើមិនមែនដើម្បីឲ្យបកណាដើម្បីឲ្យអ្នកណានោះទេតែធ្វើដើម្បីប្រជាជនយើងទាំងអស់ទី1អ្នកដែលទទួលផលផ្ទាល់គឺប្រជាពលរដ្ឋអ្នកខេត្តសៀមរាបបានមនុស្សច្រើនអូតែលរេស្តូរ៉ង់អ្នកនៅជុំវិញនៅកំពង់ភ្លុកទេសចរធម្មជាតិនៅផ្សេងគាត់សប្បាយចិត្តបានបំផុសទៅដល់វិស័យទេសចរខាង Tour Group គាត់អាចលក់ផលិតផលគាត់ប្រាប់គេនៅអឺរ៉ុបអីមកឲ្យច្រើនមកខែហ្នឹងមកកម្ពុជាព្រោះយើងមានរៀបអាហ្នឹងល្អបាទនេះគឺជាកិច្ចការងារដែលយើងត្រូវធ្វើ